បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទពេលថ្ងៃនេះដែរគឺឲ្យចំណីមុនពេលព្រឹកបងប្អូនក៏ត្រឹមតែមួយកំប៉ុងអាចចិញ្ចឹមជីវិតមុនបានរយៈពេលកន្លះថ្ងៃបងប្អូនព្រោះខ្ញុំចិញ្ចឹមមិនស្រែតិចតួចទេបងប្អូនចិញ្ចឹមតិចតួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅតាមពិតការចិញ្ចឹមមិននេះមិនថាត្រឹមការងារអីទេបងប្អូនគឺយើងចាប់ផ្ដើមពីតូចទៅធំបងប្អូនយើងចាប់ផ្ដើមពីតូចទៅធំវិញពី1 2 3ឡើងទៅបានខ្លាយជាអាជីវកម្មធំដុំបងប្អូននេះមិនដែលខ្ញុំចិញ្ចឹមនេះគឺតិចទេបងប្អូនដោយថាតិចចាស់ដោយបងប្អូនបានឃើញជាស្ដែងគឺមុនដំបូងខ្ញុំដាក់តែ14ក្បាលទេ12 13 14ក្បាលតែដល់ខ្ញុំចិញ្ចឹមយូរដែរបងប្អូនខ្ញុំចិញ្ចឹមយូរដែរទៅកើតច្រើនដែរបងប្អូនគឺកើតច្រើនដែរដោយសារអីខ្ញុំបាទចេញនោះបងប្អូនខ្ញុំបាទចេញទៅសល់តែប៉ុណ្ណេះទេបងប្អូនថាខែនេះខែឧស្សាហ៍ផងបើខ្ញុំបាទមិនចិញ្ចឹមទេខ្លាចវាលិចលង់ទឹកខ្លាចអីទៅខាតចិញ្ចឹមជាលក្ខណៈគ្រួសារមែនប៉ុន្តែចំណៃយើងឲ្យដល់ត្រឹមកបងប្អូនទៅដូច្នេះហើយខ្ញុំបាទបញ្ចេញមួយចំនួនទុកតែមួយចំនួនទុកធ្វើពូជដល់ពេលគ្រប់កាត់ទៅគឺវាចាប់ផ្ដើមកើតឡើងវិញហើយបងប្អូនរួយរដូវនោះសម្បូរសត្វល្អិតសម្បូរអីសម្បូរច្រើនសម្បូរចំណីច្រើនបងប្អូនដល់រដូវគ្រប់កាត់គឺសម្បូរចំណីដល់ពេលនោះគឺយើងចាប់ផ្ដើមបង្កើនឡើងមកវិញចាដល់ឧស្សាហ៍បើគេមានដីទើមានអីបងប្អូនដីខ្ញុំដីតនៀបដីទៀបដែរបើខ្ញុំបាទដាក់ច្រើនខ្លាចជក់ឡងអុយមិនជាពិសេសមិនជ្រួចទឹកលឿនណាស់បងប្អូនប៉ះទឹកប៉ះអុយចេះគឺវាងាយហានិភ័យលឿនមែនទេបងប្អូនមិនកាលណាតែប៉ះទឹកគឺឆាប់ឈឺឆាប់មានជំងឺខ្លះគេប្រើថ្នាំប្រើអីទៅណាបងប្អូនប្រើវ៉ាក់សាំងប្រើអីដើម្បីការពារជំងឺតែខ្ញុំបាទនេះមិនបានប្រើទេខ្ញុំបាទចិញ្ចឹមបែបធម្មជាតិដូច្នេះហើយខ្ញុំមិនចង់ឲ្យมันឈឺទេបងប្អូនហើយมันរបស់ខ្ញុំក៏ងាយឈឺដែរងាយទេចិញ្ចឹមគឺងាយឈឺដល់តាំងពីខ្ញុំចិញ្ចឹមមកនេះបា2បាជ្រេះ1បាក្រហមនេះ1មើលចំណៃលពេញដីហើយនៅតែដេញគ្នាទៀតដេញទៅណាទៀតដេញតែចំណៃកាពៀម្នាក់ឯងពីអស់ទៅកងបងស្នំដែរបងប្អូនយើងចិញ្ចឹមចេះវាធំថាត់លឿនដែរបងប្អូននេះគឺវាស្រែនោះដប់តគួនដប់អុយបងប្អូនយើងដាក់អង្គអុយចេះទៅដល់ពេលថ្ងៃរស់ស៊ីតាមដប់តគួនរស់ស៊ីសត្វល្អិតរស់ស៊ីអីនោះមេនោះទឹកទម្លាក់កូនតូចតែទម្លាក់សម្បកបានមិនទាន់បានមកទឹកផងបង
នេះបាជ្រេះនៅរត់ទៅក្រោយបាក្រហមទុកបា2នេះកូនបា2ដែលនេះ1នោះខាងនោះ1តបតែធំដែលមេអត់បានទុកច្រើនទេមេសល់ប្រមាណ5 6ហើយទុកច្រើនពេកពិបាករੂសម្បុកណាបងប្អូនអើយកើតមកម្ដងថែធឹមថែធួនបើខែប្រាំងយើងមិនបាច់មើលថែមបានទេបងប្អូនញើសរួចនំកូនដើរលេងស្រូតែម្ដងសូវបាក់មើលថែខែប្រាំងឬខែវស្សាយើងខ្លាចតែលិចទឹកមកមុខណែគ្លៀងខ្លាំងកាលឆ្នាំមុនលិចអស់មិននោះតែលើទ្រុងទេមានទ្រុងសម្បត្តិពោះដែរបងប្អូនខ្ញុំឃើញមកធ្លាក់ពាក់កណ្ដាលនៅខាងលើពុតទឹកលិចពាក់កណ្ដាលទ្រុងកាលនេះបាទមានទៀតនោះកូនតែពូនដំបងកូនបានប្រមាណពងបាន7នេះបាន5សិលពង1នៅក្នុងសម្បុកបាទវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបងប្អូនចំពោះការតាមដាននៅវីដេអូខ្ញុំបាទបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like subscribe និង share ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទទៀតសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ